ដល់យើងទៅរៀនជាមួយនឹងបងជូទាំងអស់គ្នាអក្សរកសិតកង្កែបតោះកូនទៅរៀនសរសេរអក្សរកទាំងអស់គ្នាអញ្ចឹងមកជ្រុកប្រើខាងលើទៀនដើម្បីសរសេរអក្សរកយើងទាំងអស់មាន5ចលនាមែនទេចលនាទី1ទាញពីក្រោមមកលើចលនាទី2ទាញកោនិងចលនាទី3ទាញពីក្រោមចុះចលនាទី4និងទី5គឺយើងដាក់សក់តោះអញ្ចឹងចាប់ផ្ដើមរៀនសរសេរអក្សរកតាមចលនាទាំងអស់គ្នាយើងចាប់ផ្ដើមពីចលនាទី1ទាញពីក្រោមឡើងលើម្ដងទៀតយើងទាញពីក្រោមឡើងលើចលនាទី2គឺយើងទាញកោងម្ដងទៀតទាញកោងចលនាទី3គឺទាញពីក្រោមសំទោសទាញពីលើចុះក្រោមម្ដងទៀតពីលើចុះក្រោមចលនាទី4គឺយើងដាក់សក់ហើយនឹងចលនាទី5យើងដាក់សក់ដូចគ្នាណាយើងបញ្ចុចចលនាទី4និងចលនាទី5ដាក់សក់តោះកូនអញ្ចឹងបងជ្រូកនឹងនាំកូនទៅសរសេរអក្សរកដដែលគឺយើងសរសេរតាមចលនាទាំង5បងជ្រូកប្រើ Word ដើម្បីសរសេរចលនាអក្សរអញ្ចឹងចលនាទី1យើងទាញពីក្រោមឡើងទៅលើចលនាទី2យើងទាញកោងចលនាទី2ទាញកោងចលនាទី3គឺទាញពីលើចុះក្រោមអញ្ចឹងកូនមើលតាមលេខយើងមានលេខ1លេខ2ដល់លេខ5តោះចលនាទី4និងចលនាទី5ដាក់សក់ទាំងអស់គ្នាចលនាទី4និងចលនាទី5យើងដាក់សក់បន្ទាប់ពីសរសេរអក្សរកតាមចលនាហើយបងជ្រូកនឹងនាំកូនទៅផាត់ពណ៌វិញម្ដងជើកូនស្រឡាញ់ពណ៌អីកូនផាត់ពណ៌នឹងទៅឥឡូវនេះបងជ្រូកជ្រើសរើសពណ៌បៃតងតោះអញ្ចឹងយើងយកពណ៌បៃតងដើម្បីផាត់ពណ៌អក្សរកកូនអាចរៀនផាត់ពណ៌តាមចលនាបានកូនស្រឡាញ់ពណ៌អីគូសពណ៌នឹងទៅដោយយើងគូសតាមចលនាអក្សរដើម្បីបានស្អាតតោះកូនយក color យកមកយើងអាចរៀនគូសជាមួយនឹងបងជួបទាំងគ្នាចលនាទី1ចលនាទី2ចលនាទី3តោះអញ្ចឹងចូលដល់ចលនាទី4ចលនាទី4គឺយើងដាក់សក់អញ្ចឹងកូនគួរស្អាតមកផាត់ពណ៌ឲ្យស្អាតចលនាទី4និងចលនាទី5បានអញ្ចឹងយើងដាក់ពណ៌ហើយបន្តមកទៀតកូនមានដីឥដ្ឋអត់នៅផ្ទះបើមានដីឥដ្ឋកូនយកដីឥដ្ឋមកបង្កើតជាអក្សរកតោះអញ្ចឹងមកជ្រុកលុញដីឥដ្ឋហើយគឺយើងលុញវាឲ្យមូលមកដើម្បីយើងបង្កើតជាអក្សរកមុនដំបូងគឺយើងលុញវាមូលហើយយើងដាក់ជាជើងអូយវាវែងពេកមែនទេចឹងបើជើងវាវែងពេកយើងអាចកាត់វាចេញខ្លះដើម្បីឲ្យមើលទៅស្អាតចឹងវែងពេកបងជ្រូកកាត់ចេញខ្លះហើយឥឡូវយើងកាត់ហើយដាក់ម្ដងទៀតថាតើជើងករបស់យើងស្អាតឬនៅតោះយើងមើលទាំងអស់គ្នាបាទអញ្ចឹងបងជ្រូកថាស្អាតហើយយើងនៅពេលដែលស្អាតហើយយើងដាក់សក់វិញម្ដងយើងដាក់សក់កជាងកូនលុញមកលុញវាមូលឲ្យបានស្អាតលុញវាស្អាតហើយយើងដាក់ជាសក់វាគឺជាចលនាទី4និងចលនាទី5បាទអញ្ចឹងវាមូលហើយប៉ុន្តែវាអត់សូវស្អាតទេអញ្ចឹងមកជូកសេរីទៅវាស្អាតរួចរាល់អញ្ចឹងអក្សរកយើងគឺរួចរាល់អស់ហើយ